Đấy chào sơ sàn sật thạc tí pram mùi trong này thạc tí pram có riêng cho mùi tí pram mùi bàn đài thà ní dương bần to mê riêng đây vì thiên thầy tham xong bần to tiết ngày kia tí mà phây pram bay khai tục lá cho nằm pi pon phây pram cái này chia ní số mình chạy thá sầm rạp xoáy sắc xa ngọc tiết tại phần nọ dương chốn mà đo mê riêng tí sai sắp phía bần chọn đó xong tranh pi sập thâu thạ tí pram pi cha mà tí bổng mùi bạch bòn dương ní mê riêng dương chung hào thá vì thiên trái thàn xong tá dương an vật tại này chồng nào tại phần nọ từ ní dương an vật này chồng nào mình chọn số mình chia thà ca để trong bằng riêng ní bằng riêng trong YouTube ní mình mến miền đây thá trong spy như đó bạc cầm rai ông pi YouTube ឬក៏ប្រាក់កម្រៃពីអ្នកដែលចូលទេសនាទាំងឡាយនោះទេឬក៏បង្រៀនគួរនោះទេមិនបានគិតពីកម្រៃផលប្រយោជន៍នោះឡើយគឺមានគោលបំណងចង់អភិរក្សនៅឯកសារគណិតវិទ្យាដែលអ្នកចំនួនមុនដែលរៀនច្បងចំនួនមុនគាត់បានកសាងឡើងហើយប្រឹងប្រែងខ្នះខ្នែងចងក្រងឯកសារគណិតវិទ្យាថ្នាក់ទី7ចាស់ស្មើនឹងទី6បច្ចុប្បន្ននេះឲ្យយល់ឃើញថាវាមានសារៈប្រយោជន៍ហើយវាបម្រើឲ្យការតស៊ូជីវិតប្រចាំថ្ងៃវាត្រូវនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើងដោយមើលឃើញសារៈសំខាន់បែបនេះហើយទើបខ្ញុំប្រឹងប្រែងបង្រៀនឲ្យចប់គឺ70មេរៀនឡូវនេះបាន40មេរៀនហើយបាន40មេរៀនហើយវាត្រូវនឹងសមត្ថភាពសិស្សដែលអាចចូលទៅមធ្យមសិក្សាបានដោយប្រសិទ្ធភាពទី1បំរើឲ្យការរស់នៅប្រចាំថ្ងៃសមស្របនឹងការតស៊ូដើម្បីជីវភាពប្រចាំថ្ងៃផងសមស្របនឹងសមត្ថភាពសិស្សដែលអាចឆោមចាប់នៅថ្នាក់មធ្យមសិក្សាប្រកបដោយប្រសិទ្ធភាពផងដូច្នេះសូមបញ្ជាក់ថាពុំមែនបង្រៀនដើម្បីប្រាក់កម្រៃនោះទេដើម្បីផលប្រយោជន៍នោះទេគឺមានគោលដៅតែម្យ៉ាងគឺចង់អភិរក្សឯកសារនេះជូនដល់ខេមរៈបុត្ររបស់យើងតែប៉ុណ្ណោះចំណោទលេខ4ជាងម្នាក់ត្រូវទទួលប្រាក់ឈ្នួល1020រៀលក្នុង17ថ្ងៃដោយធ្វើការ8ម៉ោងក្នុងមួយថ្ងៃប៉ុន្តែជាងនោះបានបដូរមកធ្វើការតែ13ថ្ងៃដោយធ្វើ7ម៉ោងក្នុងមួយថ្ងៃទៅវិញដោយជាងនោះបានបដូរមកធ្វើការ13ថ្ងៃដោយធ្វើ7ម៉ោងក្នុងមួយថ្ងៃទៅវិញតើគាត់ត្រូវទទួលបានប្រាក់ឈ្នួលប៉ុន្មានដូច្នេះចំណុចនេះខ្ញុំនឹងធ្វើឲ្យចៅប្រៀបធៀបដំណោះស្រាយធម្មតានិងដំណោះស្រាយតាមវិធានត្រៃឋានផ្សំតើវាខុសគ្នាយ៉ាងណាដូចថាចម្លើយយើងលេខ4តើស្រ័យបែបទី1
ជាងម្នាក់ទទួលបានប្រាក់ឈ្នួល1020រៀលក្នុង17ថ្ងៃដោយគិតធ្វើការណាដោយ17ថ្ងៃដោយធ្វើការ8ម៉ោងក្នុងមួយថ្ងៃចុះយើងគិតជាម៉ោង17ថ្ងៃចំនួនម៉ោងទាំង17ថ្ងៃគឺ8ម៉ោងមួយថ្ងៃអញ្ចឹងគុណនឹង17 8 7ដល់56សេរី6ត្រាទុក5 8ដល់8 8 5 13 136ម៉ោង136ម៉ោងដូច្នេះរកប្រាក់កម្រៃក្នុងមួយម៉ោងរកប្រាក់កម្រៃក្នុងមួយម៉ោង1020រៀលនេះយើងចាយនឹង136ស្មើនឹង1020ចាយនឹង136កាត់យក4ខ្ទង់10មាន1 7ដង10មាន1 10ដងតែយើងយកត្រឹម7យើងយកត្រឹម7ចុះ7 6ដង42 50ដង42នៅសល់8សេរី8ត្រាទុក5 7 3ដង21 21នឹង5 21 5 26 32ដង26ច្រើនពេកខាងត្រឹម30ដង26សល់4 4 2 6ត្រាទុក3 7 7 7 8 10 សល់0បន្ថែម0កាត់ទង់បាន5ដង980មាន136ម៉ានដងឬ6មាន1ម៉ានដងយើងយកត្រឹម5ដង5 6ដល់30 30ដល់30សល់0ត្រាទុក3 5 ដង15 5 8 18 18ដល់18សល់0ត្រាទុក1 5 ដង5 5 6 6ដល់6 0ដូច្នេះក្នុង1ម៉ោងគាត់ទទួលបាន7រៀល5កាក់ក្នុង1ម៉ោងចុះឥឡូវនេះជាងនោះបានបដូរមកធ្វើការ13ថ្ងៃដោយធ្វើ7ម៉ោងក្នុងមួយថ្ងៃអញ្ចឹងចំនួនម៉ោងទាំង13ថ្ងៃគឺ7ម៉ោងក្នុងមួយថ្ងៃគុណជាមួយ13 7 21សេរី1ត្រា2 7 7 7 2 9 91ម៉ោងដោយសារប្រាក់កម្រៃដែលគាត់ត្រូវទទួលគេសួរថាតើគាត់ត្រូវទទួលបានប្រាក់កម្រៃប៉ុន្មានបើគាត់បដូរពីធ្វើការ17ថ្ងៃ8ម៉ោងមួយថ្ងៃបដូរមក13ថ្ងៃវិញធ្វើ7ម៉ោងមួយថ្ងៃវិញអញ្ចឹងប្រាក់ឈ្នួលគាត់ត្រូវបានប៉ុន្មានប្រាក់ឈ្នួលដែលត្រូវទទួលក្នុង13ថ្ងៃគឺប្រាក់ឈ្នួលដែលត្រូវទទួលក្នុង13ថ្ងៃគឺយើងដឹងថាគាត់ធ្វើការបានតែ91ម៉ោងទេហើយចុះ1ម៉ោងប្រាក់ឈ្នួលគេគិតឲ្យប៉ុន្មានគេគិតឲ្យ7រៀល5កាក់ចុះទាំងអស់វា91ម៉ោងចឹងបានប្រាក់ឈ្នួលប៉ុន្មានបានប្រាក់ឈ្នួលប៉ុន្មាន91គុណនឹង7 5កាក់5 1ដង5
5 9 ដង 45 7 1 ដង 7 7 9 ដង 63 5 ទម្លាក់ 12 5 7 12 ស្អី 2 ត្រាំ 1 5 5 8 8 6 ទម្លាក់ 1 បាន 682.5 រៀល 682.5 រៀល ដូច្នេះប្រាក់ឈ្នួលដែលគាត់ធ្វើការបដូរមកពីធ្វើការ17 ថ្ងៃមក13 ថ្ងៃហើយធ្វើការតែ7 ម៉ោងក្នុងមួយថ្ងៃអញ្ចឹងប្រាក់ឈ្នួលគាត់បានតែ 682 រៀលក្បៀស 5 កាក់តែប៉ុណ្ណោះឆ្លើយថាប្រាក់ឈ្នួលក្នុង13 ថ្ងៃបាន 682.5 រៀល នេះជាដំណោះស្រាយបែបធម្មតាបែបទី1ដោះស្រាយបែបធម្មតាពីវែងអញ្ចឹងឥឡូវនេះចៅចម្លងចូលទៅក្នុងសិភៅកិច្ចការរបស់ចៅសិនចុះចូលមកដល់ការដោះស្រាយបែបរបៀបវិធានត្រីឋានផ្សំគេសួររកអ្វីសួររកប្រាក់អញ្ចឹងប្រាក់យើងត្រូវដាក់នៅខាងស្ដាំព្រួយ 17 ថ្ងៃហើយមួយថ្ងៃធ្វើការ 8 ម៉ោងបានប្រាក់សរុប 20 រៀលយើងសួរថាបំរាប់របស់គេ 17 ថ្ងៃមួយថ្ងៃធ្វើការ 8 ម៉ោងបានប្រាក់ប៉ុណ្នេះក្នុងមួយថ្ងៃធ្វើការ 8 ម៉ោងបានប្រាក់ប៉ុណ្នេះចុះមួយថ្ងៃធ្វើការ 8 ម៉ោងដដែលមួយថ្ងៃតើបានប្រាក់ប៉ុន្មានទៅមួយថ្ងៃធ្វើ 8 ម៉ោងបានប្រាក់ប៉ុន្មានបានប្រាក់យើងឃើញពីមួយថ្ងៃអត់ពី 17 ថ្ងៃមកមួយថ្ងៃថយអស់ 17 ដងពី 17 មកមួយថយអស់ 17 ដងដូច្នេះចំនួនប្រាក់ដែលត្រូវបានវាមិនមួយថ្ងៃមិនអាចស្មើនឹង 7 ថ្ងៃទេអញ្ចឹងវាតិចជាងវាថយចុះតិចជាងថយចុះមកវិញអញ្ចឹងគេធ្វើលេខចាយកាលណាតិចជាងអញ្ចឹងគេធ្វើលេខចាយនឹង 17 ដងចុះយើងសួរទៅទៀតថាចុះមួយថ្ងៃបើធ្វើការ 1 ម៉ោងវិញតើបានប្រាក់ប៉ុន្មានធ្វើការតែ 1 ម៉ោងក្នុងមួយថ្ងៃដដែលធ្វើការតែ 1 ម៉ោងពី 8 ម៉ោងមក 1 ម៉ោងថយអស់ 8 ដងអញ្ចឹងប្រាក់វាត្រូវបានតិចជាងធ្វើ 8 ម៉ោងអញ្ចឹងថយគេធ្វើលេខចាយ 17 គុណនឹង17អានេះវាថយអស់ 8 ដងថយចុះ 8 ដងអញ្ចឹងចាយនឹង 8ប្រភេទចាយនឹងចំនួនគាត់រក្សាភាគយកនេះនៅដដែលយកភាគបែងទៅគុណនឹងចំនួនគាត់នេះមួយថ្ងៃត្រូវបានប៉ុណ្ណឹងចុះបើ 13 ថ្ងៃវិញ 13 ថ្ងៃមួយថ្ងៃធ្វើ 1 ម៉ោងតាមបានប្រាក់មកចំនួនថ្ងៃឡើង 13 ដងអញ្ចឹងកាលណាវាកើនពីមួយថ្ងៃមក 13 ដងបានប្រាក់ច្រើនជាងមួយថ្ងៃធ្វើ 1 ម៉ោងដូចគ្នាអញ្ចឹងវាកើន 13 ដងណាកើននឹង 13 ដង 13 ថ្ងៃមួយថ្ងៃធ្វើតែ 1 ម៉ោងបានប្រាក់ពីមួយថ្ងៃមក 13 កើន 13 ដង
បានមួយថ្ងៃធ្វើមួយម៉ោងបានប្រាក់ប៉ុណ្ណេះប្រាក់ប៉ុណ្ណេះចុះដល់ឡើង13ថ្ងៃហើយធ្វើ1ម៉ោងដដែលអញ្ចឹងគឺគុណនឹង13យើងសួរទៀតថាចុះ13ថ្ងៃ1ម៉ោងបានប្រាក់ប៉ុណ្ណឹង13ថ្ងៃ1ម៉ោងបានប្រាក់ប៉ុណ្ណេះចុះបើមួយថ្ងៃណា13ថ្ងៃ13ថ្ងៃពី1ម៉ោងធ្វើ7ម៉ោងវិញ7ម៉ោងក្នុងមួយថ្ងៃវិញតើបានលុយប៉ុន្មានពី1ឡើងមក7 13ថ្ងៃធ្វើ1ម៉ោងបានប្រាក់ប៉ុណ្នេះ13ថ្ងៃដដែលបើធ្វើដល់7ម៉ោងធ្វើដល់7ម៉ោងយើងបានប្រាក់ហើយយើងគុណនឹង7យើងគុណនឹង7ហើយដូចច្រើននេះជាទឹកប្រាក់ដែលគាត់ធ្វើការ13ថ្ងៃហើយមួយថ្ងៃធ្វើ7ម៉ោងបានទឹកប្រាក់ប៉ុណ្ណេះទឹកប្រាក់ប៉ុណ្ណេះយើងស្រួលមកហើយដាក់មកទៅនេះគុណនឹង13គុណនឹង7ចាយនឹង17គុណនឹង8អានេះយើងចាយ4ព្រោះពីលេខខាងចុងនេះចាយបាន4ចាយ4បាន2ចាយ4បាន2 2 4ដង8នៅសល់2ទម្លាក់2 22បាន5 5 4ដង20សល់2ទម្លាក់នេះទៀតបាន5ទៀតបាន5ទៀតដូចច្រើនយើងនៅសល់255គុណនឹង13គុណ13 3 5ដល់15ដល់1 3 5ដល់15 15 1 16ត្រាំទឹក1 3 2ដល់6 1 1 7 1 5ដល់5 1 5ដល់5 1ដល់2 5ដល់15ត្រាំ1 15ដល់6ត្រាំ1 7ត្រា5 11ត្រាំ1 8 13ត្រាំ1 2 3 13គុណនឹង7ទៀត7 5ដល់35សេរី5ត្រាទុក3បើ7ដល់35សេរី5ត្រា3 7ដល់7 3ដល់0ត្រា1 7ដល់21 22សេរី2ត្រាទុក2 7 3ដល់21 22 23បានប៉ុណ្នេះចាយនឹងចាយនឹង17គុណនឹង2 7ដល់14ត្រា1 7ដល់14សេ4ត្រា1 2ដល់2 2 1 3 34ដូច្នេះយើងបាន23,205 23,205 ចាយនឹង34កាត់យក3ខ្ទង់232ចាយ34មាន34ម៉ានដងឬ23មាន3ប្រមាណដងមាន7ដង23មាន3 7ដង7 4ដង28 30ដង28សល់2 2 2 4ត្រាទុក3 7 3ដងយក6 6 4 24ណាយើងយក7មិញធំពេកដកកើត6 4 24 32ដង24ច្រើនពេក30ដង24សល់6 4 2 8ថា30ត្រាទុក3
6ដល់18និង321 23ដល់21នៅសល់2សំណល់28ចែក34បានទេតម្លាក់0ចោល280ចែក34តើ280មាន34ម៉ាដល់ឬ28មាន3ប្រមាណដល់28មាន3 8ដល់8ដល់24គឺយក8 8ដល់32 40ដល់32នៅសល់8ថា40ត្រូវ4 8ដល់24 24 4 28 28ដល់28សល់0តម្លាក់5តម្លាក់5 85មាន34ម៉ាដល់85ចែក34ឬ8មាន3ម៉ាដល់មាន2ដល់2 4ដល់8 10ដល់8 10ដល់10ដល់15ដល់8ច្រើនពេកថាត្រឹម10ដល់8សល់2 2 5 7 47ត្រាំ1 2ដល់6 1 1 7 8ដល់7សល់1ថែម0កាត់ផ្ទួតបាន5 17មាន3 5ដង5ដល់20 20ដល់20 0ត្រាទុក2 5ដល់15ដល់5 2ដល់7ដល់7ដល់17សល់0អញ្ចឹងប្រាក់នោះស្មើនឹង682.5រៀលនេះរយៈពេល13ថ្ងៃហើយធ្វើការមួយថ្ងៃធ្វើការ7ម៉ោង13ថ្ងៃទទួលកម្រៃបានប៉ុណ្ណេះដូចដំណោះស្រាយលើកទី1ដែរដំណោះស្រាយបែបទី2ដែរដូចថាយើងរៀបចំចម្លើយរបស់យើងមកចម្លើយរបស់យើងនេះគេហៅរបៀបគិតរបៀបគិតតាមត្រៃឋានផ្សំដូចចឹងគេធ្វើលេខតាមបន្ទង់ទេក្នុង13ថ្ងៃជាងនោះទទួលប្រាក់បានទទួលប្រាក់បាន682រៀលមាន5កាក់ឆ្លើយថាទៅជាងនោះបានប្រាក់ឈ្នួល682រៀលក្បៀស5កាក់ដំណោះស្រាយបែបទី2គឺជាដំណោះស្រាយបែបវិធានត្រីឋានផ្សំដូច្នេះចៅប្រៀបធៀបទៅណាមួយវែងជាងណាមួយស្រួលជាងចូលចៅធ្វើតាមបំណងប្រាថ្នាយើងចង់ដោះស្រាយតាមបែបសាមញ្ញតាមបែបធម្មតាឬចង់ដោះស្រាយតាមបែបវិធានត្រីឋានផ្សំគឺវិធានត្រីឋានផ្សំគឺមានបរិមាណច្រើនលើសតែពី3ទៅគេហៅវិធានត្រីឋានផ្សំមកតែបើមានបរិមាណតែ3ទេគេហៅវិធានត្រីឋានតូលចែកចាញ់ជា2ទៀតវិធានត្រីឋានតូលស្របនិងវិធានត្រីឋានតូលច្រាស់វិធានត្រីឋានតូលស្របសម្រាប់ដោះស្រាយចំណោទទាក់ទងទៅនឹងសមាមាត្រស្របវិធានត្រីឋានតូលច្រាស់ដោះស្រាយដែលចំណោទដែលទាក់ទងទៅនឹងសមាមាត្រច្រាស់ដូច្នេះចៅចម្លងចូលទៅក្នុងសភៅកិច្ចការរបស់ចៅចុះមេរៀនស្ដីអំពីវិធានត្រីឋានផ្សំសន្មតថាចប់តែប៉ុណ្ណេះសូមអរគុណ